ក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកប្រភេទនាមទាំង5ដែលខ្ញុំបាននិយាយកាលពីវីដេអូមុនអូខេអញ្ចឹងនាមទី1របស់យើងគឺ common noun បាទ common noun ប្រែជាភាសាខ្មែរគឺនាមសាធារ common noun ឬក៏នាមសាធារគឺជាពាក្យទាំងឡាយណាសម្រាប់សំដៅទៅលើមនុស្សទីកន្លែងសត្វនិងវត្ថុទូទៅមិនចំពោះឧទាហរណ៍ student បាទអញ្ចឹង student សិស្សទូទៅអត់សំដៅទៅលើសិស្សមួយណាទេ city ទីក្រុងទូទៅដូចគ្នាមិនសំដៅទៅលើទីក្រុងមួយណាទេ school សាលារៀនទូទៅមិនសំដៅទៅលើសាលារៀនមួយណាទេបាទឧទាហរណ៍ជាប្រយោគ the car is under the house អញ្ចឹងអ្នកគ្នារកមើលតើមួយណាជានាមសាធារបាទគឺ car ទូទៅមិនសំដៅទៅលើម៉ូតឡានណាមួយ the house ផ្ទះទូទៅមិនសំដៅទៅលើប្រភេទផ្ទះឬក៏ផ្ទះរបស់នរណាម្នាក់អត់សំដៅគឺសំដៅទូទៅបាទទី2គឺ proper noun ឬក៏នាមអសាធារអញ្ចឹងផ្ទុយពីខាងលើទេបាទអញ្ចឹងproper noun ឬក៏នាមអសាធារគឺជាពាក្យទាំងឡាយណាដែលសំដៅទៅឈ្មោះរបស់នាមនឹងឯងអាចជាឈ្មោះរបស់មនុស្សឈ្មោះរបស់ទីកន្លែងឈ្មោះរបស់វត្ថុបាទហើយជាទូទៅគឺគេសរសេរវាចាប់ផ្ដើមដោយ capital letter ឬក៏តួអក្សរធំបាទឧទាហរណ៍ Hul ជាង Hul គឺជាឈ្មោះរបស់មនុស្សគឺឈ្មោះរបស់ខ្ញុំនឹងឯងអញ្ចឹងអត់សំដៅទៅលើអ្នកដទៃតែសំដៅលើខ្ញុំបាទមួយទៀត Siem Reap គឺយើងដឹងហើយគឺជាឈ្មោះខេត្តម្នេះអញ្ចឹងជាឈ្មោះខេត្តអត់សំដៅលើខេត្តផ្សេងតែសំដៅលើខេត្ត Siem Reap បាទចំបាទ Angkor Wat ជាឈ្មោះប្រាសាទម្នេះបាទជាប្រាសាទតែអត់សំដៅលើប្រាសាទទូទៅទេប្រាសាទសំដៅទៅលើប្រាសាទ Angkor Wat តែមួយឯងiPhone យើងដឹងថាជាទូរស័ព្ទនេះគឺមិនសំដៅទូទៅទេតែសំដៅចំទូរស័ព្ទ mode iPhone ឬក៏ Mac iPhone ផ្ទាល់ម្ដង Friday ថ្ងៃសុក្រនេះបាទសំដៅទៅលើថ្ងៃសុក្រម្ដងអត់សំដៅទៅលើថ្ងៃផ្សេងៗទេបាទអញ្ចឹងយើងមកមើលឧទាហរណ៍ជាប្រយោគ I went to Bakheng Temple yesterday បាទអញ្ចឹងខ្ញុំបានទៅប្រាសាទភ្នំបាខែងកាលពីថ្ងៃម្សិលមិញអញ្ចឹងតើមួយណាជានាមអសាធារបាទអញ្ចឹងយើងអាចចំណាំនាមអសាធារផ្ដើមដោយ capital letter ឬក៏តួអក្សរធំហើយវាគឺជានាមដែលសំដៅទៅឲ្យវត្ថុនឹងជាក់លាក់ម្ដងបាទអញ្ចឹងយើងមើលទៅបាទគឺ Bakheng Temple គឺសំដៅទៅលើប្រាសាទភ្នំបាខែងអត់សំដៅលើប្រាសាទដទៃទេបាទអូខេអញ្ចឹងនាមទី3របស់យើងគឺ concrete noun ឬក៏នាមរូបិយបាទអញ្ចឹងដូចទៅថានាមរូបិយបាទឬក៏ concrete noun អញ្ចឹងនាមរូបិយគឺសំដៅទៅលើនាមទាំងឡាយណាដែលអាចដឹងដោយញាណទាំង5របស់យើងបាទមានចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវវិញ្ញាណហើយនិងកាយវិញ្ញាណរបស់យើងអញ្ចឹងឲ្យតែរបស់នឹងដឹងដោយញាណទាំង5ឬក៏របស់ដែលយើងមើលឃើញក៏ដោយគឺជានាមរូបិយហើយរូបិយប្រែថាមើលឃើញបាទតោះឥឡូវយើងមើលឧទាហរណ៍បាទ student បាទ student យើងអាចមើលឃើញណាអាចប៉ះបានអាចមើលឃើញបាទពួកគាត់ជាសិស្សbook សៀវភៅហេបាទយើងអាចប៉ះបានយើងអាចមើលឃើញboard ក្តារខៀនដូចជាស្ដាយហ៎គឺជារូបិយហើយមើលឃើញប៉ះបានបើសិនជាចង់ដឹងរសជាតិលិតបាទដឹងក្លិនទៀតអត់ដឹងរសជាតិទៀតអញ្ចឹងប៉ុណ្្នឹងឯងបាទនាមរូបិយដល់ពេលទី4គឺ abstract noun នាមអរូបិយផ្ទុយពីរូបិយមិញគឺមើលអត់ឃើញទេខ្លីទៅអញ្ចឹងនៅខាងនេះគេថា you can't experience with our five senses but you can understand them by mind or state អញ្ចឹងមានន័យថាគឺជានាមទាំងឡាយណាដែលយើងមិនអាចដឹងដោយញាណទាំង5របស់យើងផ្ទុយពីលើប៉ុន្តែយើងអាចដឹងវាដោយសារចិត្តបាទដោយការមើលឃើញការគិតរបស់យើងបាទយើងអាចដឹងវាដោយសារហ្នឹងឯងបាទឧទាហរណ៍ដូចជាពាក្យ love សេចក្តីស្រឡាញ់យើងអាចទៅប៉ះសេចក្តីស្រឡាញ់យើងអាចមើលឃើញសេចក្តីស្រឡាញ់ហោះមកស្ទុយទេអត់ទេបាទក៏យើងក៏មិនអាចទៅដឹងរសជាតិនៃសេចក្តីស្រឡាញ់ដែរតែយើងអាចដឹងវាដោយការគិតដោយចិត្តរបស់យើងបាទយើងអាចសង្កេតថានេះជាសេចក្តីស្រឡាញ់នេះមិនមែនជាសេចក្តីនេះមិនមែនជាសេចក្តីស្រឡាញ់ទេយើងដឹងបាទទី2គឺ freedom សេរីភាពដូចគ្នាបាទ honesty ភាពស្មោះត្រង់ kindness ចិត្តល្អណាយើងសិតតែយើងអត់អាចមើលឃើញអត់អាចប៉ះបានអាចដឹងក្លិនដោយញាណទាំង5របស់យើងទេបាទអូខេអញ្ចឹងចុងក្រោយគេគឺ collective noun សមូហនាមបាទអញ្ចឹង collective noun គឺសំដៅទៅលើក្រុមនៃនាមនិយាយខ្លីទៅគឺជាពាក្យមួយដែលនៅក្នុងពាក្យនោះគឺមានចំនួនច្រើនបាទឧទាហរណ៍ family គ្រួសារអញ្ចឹងគ្រួសារយើងដឹងហើយអាចមានបងមានប្អូនមានពុកមានម៉ែមានយាយមានតាមានមីអីបាទស៊ីសងទៅលើជាក់ស្ដែងបាទអញ្ចឹងមានចំនួនច្រើនទេពាក្យមួយពាក្យមែនប៉ុន្តែនៅក្នុងពាក្យហ្នឹងគឺមានចំនួនច្រើនគេហៅសមូហនាមឬក៏ collective noun នាមប្រមូលផ្ដុំបាទមួយទៀត group ក្រុមអូខេក្នុងក្រុមនោះគឺមានចំនួនច្រើនដែរក្នុងនោះ team ក៏ដូចតែគ្នាដែរក្រុមដូចគ្នា crowd ហ្វូងតែហ្វូងនោះគឺស្ដាប់ទៅលើមនុស្សបាទចំពោះសត្វប្រើបានទេសត្វប្រើពាក្យផ្សេង crowd បាទហ្វូងមនុស្ស army កងពលបាទកងពលអញ្ចឹងនៅក្នុងកងពលនោះគឺមានទាហានជាច្រើនបាទ flock ហ្វូងតែហ្វូងនេះគឺសម្រាប់ចំនួនតិចនៃសត្វបាទអាចតែសត្វពាហនៈឬក៏សត្វបក្សីហ្នឹងទៅតែចំនួនតិចទេចំណែក herd បាទហ្វូងដូចគ្នាសម្រាប់សត្វដូចគ្នាតែចំនួនធំជួរក៏ចំនួនច្រើនបាទអញ្ចឹងអាពីរហ្នឹងគឺដូចតែគ្នាទេហ្វូងទាំងពីរប្រើចំពោះសត្វទាំងពីរប៉ុន្តែអានេះចំនួនតិចអានេះចំនួនច្រើនដល់ពេលពាក្យមួយទៀតគឺ bunch ប្រែថាបាច់បាទប្រែថាបាច់អញ្ចឹងពាក្យថាបាច់គឺមាន
ចំនួនជាច្រើននៅក្នុងនឹងឯងបាទអញ្ចឹងទាំងអស់នឹងឯងគេឲ្យឈ្មោះថា collective noun ឬក៏សមូហនាមអូខេអញ្ចឹងនាមទាំង5របស់យើងគឺបានបញ្ចប់ហើយអញ្ចឹងសង្ឃឹមថាការបង្ហាញរបស់ខ្ញុំនេះជាចំណេះដឹងមួយដែលសម្រាប់ជួយទៅលើ grammar របស់អ្នកទាំងអស់គ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយ